តបបងប្អូនយើងមកនិយាយពីការប្រកួតរបស់ពេជ្រសង្ហៈហើយនឹងឌីមសរមយុមិញគឺពិតជាកក្រើកមែនតើអ្វីដែលមិនគួរឲ្យជឿនោះគឺយើងឃើញថាឌីមសរមគាត់ពិតជាធ្វើបានល្អមែនតើហើយការវាយរបស់គាត់នៅក្នុងទឹកមួយនេះបើតាមខ្ញុំមើលគឺគាត់វាយបានល្អមែនតើបងប្អូនឃើញថាក្បាច់របស់គាត់គឺឆក់វាយមួយហើយគាត់វាយឃើញថាដាច់ខ្លាំងមែនតើនៅក្នុងទឹកមួយសម្រាប់ខ្ញុំមើលឃើញពេជ្រសង្ហៈគាត់ព្យាយាមតាមវាយខ្លាំងដែរប៉ុន្តែគាត់មិនសូវជាមានក្បាច់បឆោតសម្រាប់វាយឌីមសរមទេអញ្ចឹងគាត់ចូលទៅត្រង់ប៉ុន្តែឌីមសរមគាត់កិច្ចគាត់ខាវគាត់អោនលិចកើតអញ្ចឹងធ្វើឲ្យគាត់ទទួលបានផលច្រើនហើយដៃឌីមសរមក៏ធ្ងន់ល្អដែរអ្វីដែលយើងគិតមុនការប្រកួតនោះយើងគិតថាឌីមសរមគាត់មិនសូវជាធន់ដោយពេជ្រសង្ហៈប៉ុន្តែបើតាមខ្ញុំមើលខ្ញុំឃើញថាឌីមសរមគាត់មិនមែនអត់ធន់ទេបងប្អូនដោយសារតែពេលខ្លះយើងឃើញសង្ហៈគាត់តាមវាយភ្ញុកទៅលើឌីមសរមដែរប៉ុន្តែយើងឃើញឌីមសរមនៅក្នុងទឹកពីរហ្នឹងយើងឃើញគាត់អោនគាត់អោនគាត់បិទគាត់អត់ទាន់វាយសងហ្នឹងដោយសារសង្ហៈគាត់សម្រុកខ្លាំងអញ្ចឹងកាលណាសម្រុកខ្លាំងគាត់ទប់សិនគាត់ទប់គាត់បិទគាត់អោនអញ្ចឹងបងប្អូនខ្លះអាចច្រឡំថាឌីមសរមរៀងស្រត់រៀងចង់អត់ស្រួលអីចឹងទៅក៏ប៉ុន្តែសម្រាប់ខ្ញុំមើលមិនមែនឌីមសរមអត់ស្រួលទេបងប្អូនចង្វាក់បែបហ្នឹងបើសិនជាគាត់អត់ស្រួលអាចនឹងទៅតែម្ដងប៉ុន្តែគាត់ឆក់វាយវិញមួយអញ្ចឹងពេលដែលសង្ហៈបុកខ្លាំងគឺគាត់ទប់គាត់បិទគាត់អោននេះជាក្បាច់របស់គាត់ដែលគាត់ហាត់លាយជាមួយនឹងបដសកលអញ្ចឹងយើងឃើញថាគាត់វាយបានផលល្អមែនតើហើយគាត់ក៏ឆក់ធ្វើឲ្យសង្ហៈបែកអញ្ចឹងការបុករបស់ពេជ្រសង្ហៈហ្នឹងគឺយើងឃើញថាកម្លាំងពេជ្រសង្ហៈពិតជាល្អមែនប៉ុន្តែឌីមសរមគាត់បានធ្វើឲ្យពេជ្រសង្ហៈបែកបាត់ទៅហើយនៅក្នុងទឹកពីរនេះចុងទឹកពីរនេះអញ្ចឹងចូលមកដល់ទឹក3ក៏គាត់បែកកាន់តែធំអញ្ចឹងអាញាការ៉ាគាត់បានបញ្ឈប់ជាមួយនឹងឈាមច្រើនពេករបស់ពេជ្រសង្ហៈកីឡាករនេះបើតាមយើងមើលទៅបើសិនបើពេជ្រសង្ហៈមិនត្រូវបញ្ឈប់ទេបើសិនជាវាយបន្តក៏មិនយើងគិតថាមិនងាយនឹងស៊ីឌីមសរមស្រួលដែរដោយសារតែយើងមើលសភាពរបស់ឌីមសរមគាត់នៅតែអាចមានកម្លាំងថយវាយកាត់គាត់ឆាកលិចឆាកកើតគាត់សងអញ្ចឹងយើងឃើញថានៅតែបានផលច្រើនអញ្ចឹងយើងមិនដឹងថាបើសិនបើអត់បញ្ឈប់ទេទៅមុខទៀតគាត់អាចវាយពេជ្រសង្ហៈឲ្យកាន់តែបានច្រើនឬមួយក៏គាត់ដាច់ស៊ូក៏យើងអត់ដឹងដែរប៉ុន្តែយើងមើលទៅលើអ្វីដែលគាត់កំពុងវាយនេះយើងគិតថាគាត់នៅមានស៊ូសម្រាប់ទប់ទល់ជាមួយពេជ្រសង្ហៈបានហើយការវាយចេញរបស់គាត់នោះយើងឃើញថាគាត់បានផលច្រើនអញ្ចឹងខ្ញុំមើលទៅលើក្បាច់ឌីមសរមនេះខ្ញុំគិតថាល្អមែនតើបងប្អូនសម្រាប់កីឡាករគីឡូតូចខ្ញុំគិតថាល្អដោយសារតែកីឡាករបុកដូចពេជ្រសង្ហៈនេះគឺមិនងាយនឹងមានកីឡាករណាដែលទប់ជាមួយគាត់បានស្រួលទេហើយពេលនេះយើងឃើញថាឌីមសរមឡើងមកគាត់អាចទប់បានហើយគាត់អាចធ្វើឲ្យពេជ្រសង្ហៈបញ្ឈប់នៅក្នុងទឹកទី3ទៀតអញ្ចឹងវាជាភាពអស្ចារ្យមួយដែលថ្មីទៀតសម្រាប់បងប្អូនហើយអញ្ចឹងបន្តទៅមុខទៀតសម្រាប់គីឡូនេះសម្រាប់យោបល់របស់ខ្ញុំទេខ្ញុំគិតថាឌីមសរមគួរតែឡើងទៅជួបជាមួយនឹងមហាម៉ាត់ហើយបងប្អូនមិនមែនយើងចង់រកកីឡាករទៅវាយបំបាក់មហាម៉ាត់ឲ្យចាញ់ទេប៉ុន្តែយើងគិតថាសម្រាប់ការប្រកួតមួយនេះយើងគិតថាឌីមសរមគួរតែអាចឡើងទៅជួបជាមួយនឹងមហាម៉ាត់បានហើយសម្រាប់យោបល់ខ្ញុំដោយសារតែគាត់កិច្ចល្អគាត់ឆាកវាយល្អហើយបើសិនបើគាត់ដំឡើងស៊ូសគាត់ឲ្យកាន់តែខ្លាំងជាងនឹងតិចទៀត
ខ្ញុំគិតថាមហាម៉ាត់គឺមិនស្រួលរបស់គាត់ទេបងប្អូនអញ្ចឹងខ្ញុំគិតថាឌីមសរ៉មគឺស័ក្តិសមដោយសារតែកីឡាករយើងផ្សេងគាត់ចាញ់ក្នុងដៃមហាម៉ាត់នឹងច្រើនមកហើយអញ្ចឹងឌីមសរ៉មហ្នឹងដែលគាត់ឡើងមកហ្នឹងយើងអាចគិតថាគាត់ទៅទប់ជាមួយមហាម៉ាត់បានហើយចាញ់ឈ្នះវាជារឿងកីឡាប៉ុន្តែយើងគិតថាសមត្ថភាពឌីមសរ៉មប៉ុណ្ណឹងបើសិនជាគាត់ហាត់ស៊ូសឲ្យល្អបន្ថែមទៀតអញ្ចឹងមហាម៉ាត់គឺមិនស្រួលទេបងប្អូនមិនស្រួលរបស់ឌីមសរ៉មទេអ្វីដែលយើងបានឃើញមហាម៉ាត់គាត់មិនអាចវាយពេជ្រសង្ហៈឲ្យចាញ់សន្លប់បានទេ2ដងហើយប៉ុន្តែពេជ្រសង្ហៈអាចបែកបញ្ឈប់ដោយសារឌីមសរ៉មបានអញ្ចឹងទាំងនេះគឺយើងគួរតែលើកស្ទួយកីឡាករក្មេងៗដែលគាត់ឡើងមកហ្នឹងដើម្បីឲ្យគាត់សាកល្បងវិជាគុណជាមួយអ្នកខ្លាំងដើម្បីយើងរកអ្នកល្អនៅក្នុងគុណខ្មែរយើងបន្ថែមទៀតសម្រាប់មួយទៀតខ្ញុំគិតថាមហាម៉ាត់បើសិនជាយើងចង់រកកីឡាករទៅវាយជាមួយគាត់គឺសម្រាប់ខ្ញុំនៅតែគិតថាឡៅសៃណេតគាត់អាចនឹងសងសឹកជាមួយនឹងមហាម៉ាត់បានព្រោះខ្ញុំគិតថាឡៅសៃណេតក៏ជាកីឡាករមួយលំដាប់ល្អដែរសម្រាប់គីឡូតូច52 51 52ហ្នឹងអញ្ចឹងខ្ញុំគិតថាឡៅសៃណេតនៅតែអាចមានឱកាសបើសិនបើគេផ្ដល់ឱកាសឲ្យគាត់សងសឹកព្រោះខ្ញុំគិតថាឡៅសៃណេតក៏គាត់ល្អគ្រប់គ្រឿងដែរហើយបើសិនជាមានចំនួនលើកក្រោយខ្ញុំគិតថាឡៅសៃណេតនឹងមិនកំរោលដូចមុនទេហើយគាត់វាយតាមបច្ចេកទេសវាយតាមអ្វីដែលជាសមត្ថភាពពិតរបស់គាត់អញ្ចឹងគាត់នឹងអាចទប់ទល់ជាមួយមហាម៉ាត់បានហើយមហាម៉ាត់នេះក៏ជាកីឡាករមួយដែលជួយផ្សព្វផ្សាយគុណខ្មែរយើងដូចគ្នាអញ្ចឹងមានតែការលើកទឹកចិត្តឲ្យពួកគាត់ប្រកួតឲ្យអស់ពីសមត្ថភាពទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណ